Sáng có nên tao nhé chân dương mà chụp nhà sáng chỉ mấy được trong video này cứ dương nằm bắt tao mê đến những tiết sáng muốn dương ban bạc cả từ lừa sẽ cắt page là dương miếng hay cảនៅក្នុងសកាត់ page នេះគឺ function នេះគឺយើងបានដាក់ដើរឲ្យហើយអស់ហើយឧទាហរណ៍ថាបើសិនជាខ្ញុំមាន10000ខ្ញុំ calculate ទៅគឺវានឹងបង្ហាញទៅលើចំនួនដែលខ្ញុំត្រូវដកសកាត់តោះឥឡូវយើងមកបន្តទៀតថានៅក្នុងនេះគឺយើងមានមួយទៀតគឺ page donation ដែលយើងអត់ទាន់មានពេលដែលយើង click ទៅគឺវាអត់ទាន់បានបង្ហាញទៅលើអីទេចឹងតោះឥឡូវយើងមកបង្កើត page donation មួយនៅក្នុងនេះមុននឹងចាប់ផ្ដើមគឺនេះគឺជា channel របស់ខ្ញុំគឺអ្នកទាំងអស់គ្នាអាចចូលទៅ subscribe បានហើយនៅក្នុងនេះគឺយើងមានទៅលើវីដេអូច្រើនពាក់ព័ន្ធជាមួយនឹងការបង្កើតទៅលើ app និងប្រព័ន្ធក្រុមផងដែរអរគុណតោះឥឡូវយើងមកចាប់ផ្ដើមទៅលើមេរៀនយើងវិញខ្ញុំសូមបើកទៅលើ ChatGPT សិនអូខេចឹងពេលដែលខ្ញុំចង់បង្កើតទៅលើ donation page អ្វីដែលខ្ញុំត្រូវធ្វើគឺខ្ញុំត្រូវតែសរសេរថាឲ្យវា create ទៅលើ donation screen and flutter អញ្ចឹងពេលដែលយើងបង្កើតទៅលើ page អីមួយយើងប្រើពាក្យ screen នៅក្នុង flutter ណាព្រោះថាវាខុសពីទៅលើយើងបង្កើតនៅក្នុង system បង្កើតនៅក្នុង web system តែជាក់ស្ដែងគឺវានឹងបង្កើតឲ្យយើងដូចគ្នាទេប៉ុន្តែភាគរយដែលវា understand អ្វីដែលយើងចង់ឲ្យវាបង្កើតហ្នឹងគឺវាអត់ដូចទៅនឹង screen ទេភាគច្រើន screen គឺយើងសំដៅទៅលើ app អញ្ចឹងវាងាយស្រួលនៅក្នុងការដែល ChatGPT វាយល់ទៅលើអ្វីដែលយើងចង់ឲ្យវាបង្កើតតោះឥឡូវយើង click enter មកអូខេអញ្ចឹងនៅក្នុងនេះគឺអ្វីដែលយើងត្រូវមានគឺយើងត្រូវមាន controller មួយ donation controller ហើយបន្ទាប់មកយើងមាន UI ឬក៏យើងហៅថា donation screen នឹងឯងចឹងឥឡូវយើងមកចាប់ផ្ដើមពី controller មុនចឹងយើងត្រូវបង្កើតទៅលើ donation controller សិនតែខ្ញុំ copy ឈ្មោះនេះមកដើម្បីងាយស្រួលនៅក្នុងការដែលយើងបង្កើតហ្នឹងចឹងយើងចូលមកកាន់ folder controller របស់យើងមកនៅក្នុង controller របស់យើងនេះគឺយើង click ទៅលើ new ហើយយើងបង្កើតទៅលើ file របស់យើងនេះហើយយើង pass វាមកហើយបញ្ជាក់យើង complete ដាក់ date នៅខាងចុងព្រោះថាវាជាភាសា Flutter នេះជា donation អូខេពេលដែលយើងដាក់ donation ហើយអស់ហើយយើងត្រូវ copy ទៅលើ controller code វាមកអូខេចឹងបញ្ជាក់នៅពេលដែលយើងបង្កើតយើងដាក់ជាអក្សរតូចទាំងអស់យើងអត់ដាក់តាមទៅលើ class title វាទេគឺយើងប្រើអក្សរតូចនៅពេលដែលយើងបង្កើតជា file ណាដើម្បីយើងងាយស្រួលនៅក្នុងការរកឥឡូវយើងមកបង្កើតទៅលើ screen ដែរចឹងនេះគឺជា screen អធិស្ឋានប្រហែលជាខ្ញុំ copy ច្រឡំទៅលើ UI ចឹងអានេះដូចជា controller ត្រូវទេហើយនេះគឺជា screen ចឹងខ្ញុំ copy class ឈ្មោះ class របស់វាមកទៅលើ screen ហ្នឹងចឹងយើងចូលមកកាន់ screen របស់យើងដោយសារតែយើងអត់ទាន់មាន folder donation ទេយើងនឹងបង្កើត folder មួយនៅក្នុង screen របស់យើងមកដូចទៅនឹង template និងសកាត់ដែរគឺយើងចូល dictionary មកហើយយើងប្រើពាក្យ donation អូខេចឹងយើងមាន folder donation មួយហើយនៅក្នុង folder នេះគឺយើងនឹងបង្កើតទៅលើ file មួយគឺ donation screen ចឹងយើងប្រើពាក្យ date នៅខាងចុងហើយនឹងអក្សរតូចគ្រប់ពាក្យទាំងអស់ហើយយើងចុច enter មកអូខេឥឡូវយើងបាន donation ហើយយើងគ្រាន់តែ pass វាមកអូខេហើយ controller នេះគឺវានៅខុសទីតាំងវា import ខុសទីតាំងចឹងយើងលុបវាសិនមកហើយ import សារថ្មីអូខេឥឡូវយើងបានហើយខ្ញុំសូមសៀវសាកមើលតើវាដំណើរការអត់អូខេខ្ញុំនឹង refresh សិន
ok បន្ទាប់ពី refresh ហើយអ្វីដែលខ្ញុំត្រូវធ្វើគឺខ្ញុំនឹង enable ទៅលើ ពេលដែលយើង click ទៅគឺវានឹងបើកដោយសារតែឥឡូវពេលដែលយើង click ទៅគឺវាអត់ទាន់បើកទេយើងត្រូវតែទៅបើកនៅក្នុង home របស់យើង widget និង feature card របស់យើងនេះដោយសារអីគេ donation យើងអត់ទាន់បានបើកទៅលើ navigator ទេអញ្ចឹងវាពេលដែលយើង click ទៅគឺវាអត់ដំណើរការទេអញ្ចឹងយើងមានហើយកន្លែងនេះគឺវាខុសទៅលើពាក្យដែលយើងត្រូវដាក់វាមិនជា donation page ទេគឺវា donation screen អញ្ចឹងយើងដាក់មកវិញទៅលើ donation screen អញ្ចឹងបញ្ជាក់នៅពេលដែលយើងប្រើ navigation post នេះយើងត្រូវតែប្រើឈ្មោះ class បានន័យថានៅក្នុង class donation របស់យើងនេះគឺយើងប្រើពាក្យ class នេះដើម្បីឲ្យវាទទួលស្គាល់ page ហ្នឹងវាមិនមែនជាឈ្មោះ នៅក្នុង file របស់យើងទេគឺជាឈ្មោះ donation screen ដែលជា class មួយនៅក្នុង page ហ្នឹងតែម្ដងបើមិនចឹងទេគឺវាអត់ចាប់បានទេទៅលើ page ហ្នឹងអញ្ចឹងនៅពេលដែលយើងបានបើកទៅលើ feature នេះហើយយើងគ្រាន់តែ click ស៊ីវមកឥឡូវយើងចូលមកសាក click សាកមើលតើវាដំណើរការអត់អូខេឥឡូវយើងឃើញហើយគឺវាដំណើរការល្អដែរទៅលើពេលដែលយើងវាយចំនួនហើយនឹង click ទៅលើ option ដែលយើងចង់ដាក់និង message មួយចំនួនហើយបញ្ជាក់នៅក្នុង donation នេះគឺយើងនឹងបង្កើតទៅលើ back end មួយទៀតនៅក្នុង Laravel ដើម្បីឲ្យវាដំណើរការ full នៅក្នុងពេលដែលយើង donation ហ្នឹងយើង integrate ទៅលើ payment មួយចំនួនបើសិនជាយើងប្រើ ABA ឬក៏ប្រើ AC គឺយើងត្រូវតែ integrate ដើម្បីឲ្យពេលដែលគេ click donation ទៅគឺវានឹងដំណើរការនៅក្នុងជា real time ណាអញ្ចឹងនៅក្នុង function នេះគឺយើងនឹង update នៅពេលក្រោយនៅពេលដែលយើង update post នេះពេលដែលយើងបង្កើត post បង្កើតអីគឺជាក់ស្ដែងគឺយើងអត់ប្រើ floater តែមួយបានទេគឺយើងត្រូវប្រើ back end Laravel ដែរឥឡូវយើងមកបង្កើត improve ទៅលើ UI បន្តិចសិនឲ្យវាមើលទៅស្អាតអញ្ចឹងដើម្បីបង្កើត UI ដូចខ្ញុំបានបញ្ជាក់ពីលើកមុនអញ្ចឹងគឺយើងត្រូវប្រើ DeepShark នេះយើង copy donation screen សារថ្មីមកហើយយើងចូលមកកាន់ DeepShark របស់យើងអូខេនេះជា DeepShark អរគុណខ្ញុំសូម close ទៅលើនេះសិនអូខេអញ្ចឹងនៅក្នុង DeepShark នេះគឺខ្ញុំនឹងឲ្យវា improve UI អញ្ចឹងយើងគ្រាន់តែប្រាប់វាតែប៉ុណ្ណឹងគឺវាយល់ហើយទៅលើ improve UI ហើយវាបានបញ្ជាក់ដែរទៅលើពេលដែលវា improve គឺវានឹងធ្វើឲ្យ UI ហ្នឹងទៅជា modern ទៅជាគេហៅថាយុគសម័យថ្មីនៃ style របស់វាណាអញ្ចឹងឥឡូវយើងមកមើលទាំងអស់គ្នាថាតើវានឹងមានរូបរាងបែបណានៅពេលដែលវា generate ឲ្យយើងហើយបញ្ជាក់យើងត្រូវដឹងពី basic coding ផងដែរនៅពេលដែលយើងចង់បង្កើតទៅលើ page អីមួយទោះបីជាយើង relay ទៅលើទៅលើ AI 100% ក៏ដោយប៉ុន្តែយើងត្រូវដឹងដែរថាតើកន្លែងណាដែលយើងអាចកែបានហើយវា process វាបែបណាអញ្ចឹងអានឹងក៏យើងត្រូវដឹងដែរជាក់ស្ដែងបើសិនជាយើងមើលវីដេអូពីដំបូងមកពីវគ្គទី1ពី lesson ទី1មកគឺយើងនឹងដឹងហើយអំពីfunction មួយចំនួនដែលយើងបានបង្កើតខ្លួនឯងដែលយើងអត់បានប្រើ AI ណាអញ្ចឹងសម្រាប់អ្នកថ្មីដែលអត់ទាន់បានដឹងពីរឿងហ្នឹងអាចចូលទៅមើលសារថ្មីបានទៅលើពី lesson ទី1មកអូខេឥឡូវយើងបានហើយអញ្ចឹងយើងគ្រាន់តែ copy មកហើយយើង paste នៅនេះមកអូខេអញ្ចឹងយើងឃើញថា error គឺវាមានច្រើនដែរទៅលើដល់ទៅ7 error ឥឡូវខ្ញុំសុំ check មើលបន្តិចសិនថាតើ error អីខ្លះអូខេយើងមានតែ quick amount អីនេះគឺវាអត់ទាន់ដំណើរការទេអញ្ចឹងអានេះវាអាចមកពីទៅលើ controller ដោយសារតែ controller របស់យើងអត់បាន pass ឲ្យវា understand ថាតើ controller របស់យើងមានលក្ខណៈបែបណាទេអញ្ចឹងយើង pass ទៅលើ controller មួយទៀតដើម្បីឲ្យវា understand ទៅលើអ្វីដែលវាបាន improve ឲ្យយើងណាអញ្ចឹងយើងចាំតិចទៅ
ok chia sẻវាប្រើពេលយូរបន្តិចដើម្បីឲ្យវាបង្កើតfunction ឲ្យយើងឥឡូវបានហើយអញ្ចឹងយើងគ្រាន់តែ copy មកហើយយើង paste នៅទីនេះមកពេលដែលយើង paste ហើយយើងចូលមកកាន់ donation screen សាថ្មីតើវា error ទៀតអត់អញ្ចឹងយើងឃើញថាវាអត់ error ទៀតទេចឹងបន្ទាប់មកយើងគ្រាន់តែ refresh វាសាថ្មីតើវានឹងមានរូបរាងបែបណាបន្ទាប់ពីយើងបាន improve នៅក្នុង Deep Shark ហើយចឹងឥឡូវខ្ញុំសូមចុចកន្លែង donation តែម្ដងអូខេយើងឃើញហើយវាមានរូបរាងបែបនេះវាមើលទៅវារាងស្អាតបន្តិចដែរគ្រាន់តែវាមានលក្ខណៈធំនៅពេលដែលយើងដាក់ណាចឹងយើងនឹង improve ម្ដងទៀតនៅពេលក្រោយទៅលើកន្លែង donation នេះហើយកន្លែងសកាត់នេះក៏ដូចគ្នាដែរដែលយើងបាន improve មួយចំនួនហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹង template របស់យើងវាឃើញថាវានៅ slow នៅឡើយដែលវាអត់ទាន់ដំណើរការល្អចឹងនៅក្នុងវីដេអូបន្ទាប់គឺយើងនឹង improve UI ទាំង4 function នេះទី1គឺ player ទី2 template សកាត់និង donation ចឹងយើងនឹង improve ទាំងអស់នេះនៅក្នុងវីដេអូបន្ទាប់ហើយមួយទៀតគឺនៅពេលដែលយើង improve ហើយអស់ហើយគឺយើងនឹងចាប់ផ្ដើមទៅលើ build backend វិញម្ដងអូខេអរគុណច្រើននៅក្នុងវីដេអូនេះហើយកុំភ្លេចជួយ like និង subscribe នៅក្នុង channel របស់ខ្ញុំផងអរគុណ